sustain អ្នកគ្នាអញ្ចឹងថ្ងៃហ្នឹងកុំអីខ្ញុំមកត្រូវចេញវីដេអូឯប៉ុន្តែខ្ញុំក៏ថាបើខ្ញុំអត់ចេញវីដេអូគឺខ្ញុំនឹងស្ដាយមកខាងណែនាំសភៅមួយដែលសភៅហ្នឹងគឺខ្ញុំប្រើនៅពេលដែលខ្ញុំរៀនថ្នាក់ទី12វាគឺជាចំណែកមួយដែលធ្វើឲ្យខ្ញុំទទួលបាននិទ្ទេស A នៅលើមុខវិជ្ជាគណិតហើយវាតកតងជាមួយនឹងអានុគមអ្នកគ្នាអញ្ចឹងបើខ្ញុំរើសភៅទៅហើយខ្ញុំអត់បានចែករំលែកដល់អ្នកទាំងអស់គ្នាខ្ញុំគិតថាខ្ញុំ waste ខ្លាំងមែនតើបើសិនជាខ្ញុំមានរបស់ល្អហើយខ្ញុំអត់ប្រាប់អ្នកទាំងអស់គ្នានឹងលំហាត់អានុគមថ្នាក់ទី12ហ្នឹងគឺសភៅខ្សែកងនេះអ្នកគ្នាសភៅហ្នឹងគឺបោះលោកគ្រូលឹមផលគុណដែលពេលហ្នឹងគឺខ្ញុំចៃដន្យដែរពេលទៅទិញសភៅនៅបណ្ណាគារហ្នឹងហើយខ្ញុំមើលខាងក្នុងសភៅហ្នឹងទៅឃើញថាវាមានអានុគមច្រើនរបៀបខ្លាំងមែនតើដែលវាបូកផ្សំជាមួយនឹងអានុគម exponential សន្និទានហើយនិង logarit នៃពេដែលវាមានទាំងអស់ហើយទាំងអស់ហ្នឹងគឺច្រើនលំហាត់ខ្លាំងមែនតើអ្នកគ្នាដូចជា70លំហាត់ហើយខ្ញុំអនុវត្តច្រើនណាស់ដោយសារតាអានុគមពេលហ្នឹងគឺខ្ញុំគាត់ថាគណិតបើសិនជាចង់បាន A គឺត្រូវធ្វើអានុគមអញ្ចឹងអានុគមគឺជាចំណែកមួយដ៏ធំនៅក្នុងគណិតវិទ្យាដែលយើងអាចនិយាយបានថាពេលយើងយកបន្ទុកអានុគមមួយដែលល្អទៅគឺយើងនឹងបានន័យថានិទ្ទេស A លើមុខវិជ្ជាគណិតហ្នឹងគឺយើងហ្មងព្រោះដោយសារតាគណិតគឺសំខាន់នៃគេបន្ទុកច្រើនជាងគេក៏ខ្ញុំគិតថាអានុគមនឹងដែរអញ្ចឹងខ្ញុំមានរបស់ល្អខ្ញុំចង់ប្រាប់អ្នកនរគ្នាហើយខ្ញុំមិនមែនអត់ធ្លាប់និយាយទេខ្ញុំធ្លាប់និយាយប៉ុន្តែវីដេអូហ្នឹងខ្ញុំគិតថាវាយូរដែរប្រហែលរយៈពេល1ឆ្នាំហើយអញ្ចឹងប្រហែលជាអ្នកក្រោយឬក៏អូនថ្នាក់ទី12ដែលឡើងថ្មីហ្នឹងប្រហែលជាអត់បានឃើញវីដេអូខ្ញុំទេ